សម្រាប់ការពីចុងសប្តាហ៍មុនហ្នឹងខ្ញុំបានផុសវីដេអូមុនហើយគឺលតឆាហើយលតឆាហ្នឹងឆាចែកចេញជា2នឹងឯងដោយសារតែកូនគេឃ្លានគេញ៉ាំមុនយើងឆាមុនអញ្ចឹងណាប៉ុន្តែ version 2ខុសគ្នាដែរអញ្ចឹងមកបង្ហាញពីលតឆាដែលខ្ញុំឆាឲ្យកូនទី1គឺយើងមានលតតសៃលតហ្នឹងយើងយកមកលាងទឹកឲ្យស្អាតហើយយើងដាក់ប្រឡាក់មួយនឹងស៊ីអ៊ូខាប់ជាមួយនឹងមួយអាចដាក់ស៊ីអ៊ូខាប់វិញច្រើនជាងតែខ្ញុំអត់សូវចង់ដាក់ខ្លាចវាផ្អែមហើយនឹងប្រឡាក់សោះឆាបន្តិចដើម្បីឲ្យមានជាតិថាយើងមានបន្លែស្ដែកបដោស្ពៃក៏យើងយកទៅសជាមួយនឹងស្លឹកកញ្ឆាយហើយសាច់របស់យើងគឺខ្ញុំមានសាច់ជ្រូកលេស៊ីកូដែលសាស្ទើអញ្ចឹងក៏លាយគ្នាទៅហើយសាច់របស់យើងក៏ដូចគ្នាដែរគឺខ្ញុំដាក់សោះឆាបន្តិចនិយាយទៅបើសិនជាប្រមាណនៅផ្ទះចង់ឲ្យមានភាពងាយស្រួលលឿនអាចកំងសោះឆាពីខ្ញុំបានហើយសោះឆារសជាតិឆ្ងាញ់ហើយប្រើសិតតែគ្រឿងទេសល្អនិយាយទៅយើងប្រឡាក់នេះដើម្បីឲ្យមានជាតិណានិយាយទៅដើម្បីឲ្យសាច់នេះយើងញ៉ាំទៅមានជាតិតិចកុំឲ្យថាវាខ្សោះវាអត់មានជាតិសាបឆឹងពេកអញ្ចឹងហើយសម្រាប់លតឆាហ្នឹងគឺខ្ញុំមានជៀនពងមាន់ដាក់ពីលើហើយខ្ញុំជៀនពងមាន់ក្លុកឆាជាមួយទៀតហើយសម្រាប់ពងនេះនិយាយទៅបើសិនបានជាប់ភ្នែកឆ្ងាញ់តាធានញ៉ាំដោយសារតែចេះតែខ្លាចរបស់ឆៅអញ្ចឹងណាបើឥឡូវវាឮថាមាន virus អីអញ្ចឹងណាអញ្ចឹងយើងការពារយើងញ៉ាំតែឆ្អិនទៅអញ្ចឹងយើងចាប់ផ្ដើមឆាក្នុងហ្នឹងយើងដាក់ទឹកខ្ទឹមសបន្តិចយើងដាក់សាច់ចូលនិយាយទៅខ្ញុំប្រឡាក់គ្រឿងឲ្យអស់អញ្ចឹងនៅពេលយើងឆាយើងអត់ចាំបាច់អែតទេអញ្ចឹងឆាសាច់យើងឆ្អិនតិចដោយសារសាច់គោយើងកុំឲ្យឆ្អិនពេកយើងគោះពណ៌មកខកឲ្យវាបែកទៅយើងតម្លាក់លតចូលទៅឆាជាមួយនឹងស្ពៃជាមួយនឹងលកឆាយមួយសណ្ដែកអីអញ្ចឹងដោយសារកូនគាត់ចូលចិត្តឲ្យមុខម្ហូបប្រភេទអញ្ចឹងណាកូនខ្ញុំញ៉ាំអស់ទាំងបន្លែទាំងសាច់ទាំងធំទាំងទូអញ្ចឹងបើសិនជាម៉ាក់ដឹងធ្វើម្ហូបអីអាចថាអូចុងសប្តាហ៍ចង់ញ៉ាំបាយអាចធ្វើមុខនេះបានយើងសោះស្ពៃរៀងទុនបន្តិចហើយយើងឆាត្រឡប់ចូលគ្នាទៅកូនគាត់ញ៉ាំបានទាំងបន្លែទាំងសាច់មកអញ្ចឹងវាល្អចំពោះសុខភាពហើយក៏ងាយស្រួលសម្រាប់តែក្មេងដែលគាត់អត់សូវចូលចិត្តញ៉ាំបន្លែគាត់អាចញ៉ាំបន្លែបានអញ្ចឹងហើយសម្រាប់លតឆាមួយចានហ្នឹងពេលយើងក្លុកពងហើយយើងក៏ចៀនពងមកខំដាក់ថែមពីលើឲ្យគាត់ទៀតអញ្ចឹងណាហើយជាពិសេសកូនស្រីបើខ្ញុំគាត់រៀងហើបន្លែជាងគេហឹងពេកក៏គាត់អត់ញ៉ាំដែរមានតែបន្លែតូចៗចុះយើងធ្វើមុខហ្នឹងគឺគាត់អាចញ៉ាំបានហ្មងណានិយាយទៅបើសិនជាក្មេងក៏ហើបន្លែអាចសាកល្បងបានម៉ាក់ពូដោយសារក្មេងគាត់ត្រូវការបន្លែត្រូវការសាច់សម្រាប់សាងសង់រាងកាយរបស់គាត់ឲ្យមានសុខភាពមាំមួនការលូតលាស់បានធំធាត់ល្អអញ្ចឹងណាយើងអាចញ៉ាំបានតែសាច់តែបានតែកូនស្រីបើខ្ញុំបុកមុនក៏ហើនៅមកឆ្នៃឲ្យគាត់បានគាត់ប្របែកបាត់ជើងតែពេលយើងឆ្នៃអញ្ចឹងទៅគាត់ញ៉ាំបន្លែបានច្រើនញ៉ាំទឹកសំបីទឹកក៏ខ្ញុំកំណត់ឲ្យពួកគាត់ញ៉ាំដែរដើម្បីល្អចំពោះសុខភាពគាត់អញ្ចឹងបើម៉ាក់រហននឹកអត់ឃើញអាចធ្វើម្ហូបនេះបានអរគុណច្រើន